ចាំគឺជាពាក្យមួយម៉ាត់ដែលមានន័យគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាយកទៅនិយាយនិងអនុវត្តមួយចាំប្រើសម្រាប់មនុស្សយើងម្នាក់តែងតែបង្អែតបណ្ដោយខ្លួននិងពេលវេលារបស់ពួកគេឲ្យកន្លងហួសរហូតធ្លាក់ចូលក្នុងភាពមិនប្រកបមិនច្បាស់លាស់នឹងធ្វើអ្វីមួយដោយមិនយកចិត្តទុកដាក់មិនច្បាស់មិនអស់ពីសមត្ថភាពនិងមិនអស់ពីកម្លាំងកាយកម្លាំងចិត្តដោយពួកគេចូលចិត្តនិងប្រើជាញយរាល់ដងនៅពាក្យថាចាំពាក្យថាចាំដែលចេញមកពីទង្វើរបស់ពួកគេគឺពួកគេពុំដែលដឹងឡើយថាវាបានធ្វើឲ្យពួកគេបាត់បង់នៅឱកាសនិងទំនុកចិត្តបន្តិចម្តួចម្ដងបន្តិចម្ដងរហូតពួកគេគ្មានពេលវេលានិងឱកាសល្អដូចនេះឡើយដើម្បីសម្រេចនិងបញ្ចប់វារួមទាំងបញ្ហាផ្សេងក៏ចូលមកបន្ថែមទៀតខ្លាយជាបន្ទុកមួយកាន់តែពិបាកដោះស្រាយរហូតបោកបង់ចោលនិងខ្លាយទៅជាមនុស្សបរាជ័យដោយពាក្យនិងទង្វើតែមួយម៉ាត់ដែលចេញមកពីចិត្តរបស់ពួកគេពីរចាំប្រើសម្រាប់យើងម្នាក់ក៏ត្រូវតែបណ្ដោយនិងសម្របខ្លួនទៅតាមធម្មជាតិផងដែរដោយមិនអាចយកពេលអនាគតកាលឲ្យមកដើរទន្ទឹមនឹងពេលបច្ចុប្បន្នកាលបានមកឡើយដោយកិច្ចនៃផុតនៅពាក្យថាចាំនោះទេឧទាហរណ៍ពេលនេះដើមស្វាយរបស់យើងទើបតែចេញផ្កាស្លឹកខៀវស្រស់បំព្រងហើយបើយើងចង់បានផ្លែស្វាយទុំយកមកហូបគឺយើងត្រូវតែរង់ចាំទៅតាមធម្មជាតិពីផ្កាស្វាយទៅជាក្លឹបស្វាយនិងវិវត្តទៅជាផ្លែស្វាយហើយរហូតដល់ផ្លែស្វាយនឹងទុំទើបយើងអាចយកមកហូបបានដូចបំណងសរុបមកពាក្យថាចាំគឺបានផ្ដល់ផលដែលមិនល្អនៅឡើយសម្រាប់មនុស្សយកមកនិយាយនិងអនុវត្តវាតែវាប្រែជាផ្ដល់អត្ថប្រយោជន៍ជាច្រើនលើសពីអ្វីទាំងអស់សម្រាប់ធម្មជាតិទៅវិញឆ្នាំថ្មី2025ជិតចូលមកដល់ហើយឆ្នាំចាស់2024ក៏កំណត់ដូច្នេះរាល់បញ្ហាអាក្រក់ទាំងឡាយយើងត្រូវបញ្ចប់វាឲ្យអស់នៅឆ្នាំចាស់2024ឆ្នាំថ្មីគឺទទួលអ្វីដែលល្អដែលចូលមកជីវិតយើងហើយជីវិតយើងក៏ល្អប្រសើរទៅតាមនឹងដែរសូមអរគុណពីខ្ញុំបាទមានវិសា